ត្បូងបុត្រឥឡូវនេះយើងមកស្គាល់ភាពទូទៅនៃត្បូងបុត្រត្បូងបុត្រភាសាអង់គ្លេសហៅថា spinel គឺជាថ្មសម្រាប់គ្រឿងអលង្ការដ៏ស្រស់ស្អាតនិងមានតម្លៃខ្ពស់មួយប្រភេទរបស់ Rare Oxide ដែលមានរូបមន្តគីមី MgAl2O4 វាមានកម្រិតភាពរឹង 8 ចុចលើរង្វាស់មូសដែលស្ទើរតែស្មើនឹងពេជ្រខៀវ Blue Sapphire ដែលយើងហៅថាត្បូងកណ្ដៀងដែលចេញពី Rare Corundum វាមានពណ៌ជាច្រើនដូចជាក្រហម លឿង ខៀវ ស្វាយ ខ្មៅ និងផ្កាឈូកប្រជាជននៅប្រទេសកម្ពុជានិងថៃហៅត្បូងនេះថាត្បូងបុត្រណាំថងឬខ្លះទៀតហៅត្បូងបុត្រក្រហមដែលព្រោះវាមានពណ៌ក្រហមដូច Ruby ឬទទឹមដែរឥឡូវនេះយើងទៅដឹងពីប្រភពនិងទីកន្លែងរកឃើញត្បូងបុត្រត្បូងបុត្រត្រូវបានរកឃើញនៅប្រទេសជាច្រើនដូចជាប្រទេសកម្ពុជានៅខេត្តប៉ៃលិនប្រទេសថៃនៅខេត្តច័ន្ទបុរីស្រីលង្កាមីយ៉ាន់ម៉ាតាន់សានីវៀតណាមជាដើមនៅប្រទេសកម្ពុជាមានត្បូងបុត្រដែលមានគុណភាពខ្ពស់និងពណ៌ស្រស់ដូចជាចាប់ពីពណ៌ក្រហមជ្រៅរហូតទល់នឹងពណ៌ស្វាយងងឹតដែលមានតម្លៃនៅលើទីផ្សារអន្តរជាតិវាជាការពិតថ្មប្រភេទនេះវាជារតនសម្បត្តិរបស់ផែនដីហើយតើត្បូងបុត្រមានលក្ខណៈពិសេសយ៉ាងដូចម្ដេចត្បូងបុត្រមានពណ៌ក្រហមលឿងស្វាយខៀវខ្មៅបៃតងឬផ្កាឈូកកម្រិតភាពរឹងវិញគឺមាន8 Moscal ការភ្លឺចែងចាំងរបស់វាមានភាពភ្លឺចែងចាំងខ្ពស់និងសាច់ថ្មស្អាតសភាពថ្មរឹងមិនងាយខូចងាយក្នុងការកាត់ឲ្យរលោង Crystal System គឺស្ថិតនៅក្នុងគួបមួយដែលដូចទៅនឹងពេជ្រលក្ខណៈទាំងនេះធ្វើឲ្យវាស័ក្តិសមណាស់សម្រាប់ប្រើប្រាស់ក្នុងគ្រឿងអលង្ការចូលចំណែកការប្រើប្រាស់វិញតើគេប្រើប្រាស់ត្បូងបុត្របានទៅលើអ្វីខ្លះត្បូងបុត្រត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងគ្រឿងអលង្ការដូចជាចិញ្ចៀនខ្សែដៃក្រវិលបន្តោងខ្សែកបំពាក់លើមកុដឬអង្កាំតុបតែងផ្សេងត្បូងបុត្រពណ៌ក្រហមនិងស្វាយជ្រៅគឺពេញនិយមជាងគេព្រោះវាមានរូបរាងដូច Ruby ឬក៏ទទឹមនិងដូច Sapphire ដែលយើងហៅថាត្បូងកណ្ដៀងនោះប៉ុន្តែតម្លៃត្បូងបុត្រវាសមរម្យជាងឥឡូវយើងទៅមើលការប្រៀបធៀបរវាងត្បូងបុត្រ Spinel ជាមួយនឹង Ruby ទទឹមនិង Sapphire កណ្ដៀងយើងនិយាយអំពីលក្ខណៈរបស់វាត្បូងបុត្រ Spinel មានរូបមន្តគីមី MgAl2O4 ចំណែកត្បូងទទឹមនិងកណ្ដៀងមានរូបមន្តគីមី Al2O3 កម្រិតភាពរឹងរបស់ត្បូងបុត្រ Spinel វិញភាពរឹងរបស់វាមាន8 Moscal ឬហៅថា8 ចុចចំណែកត្បូងទទឹមនិងត្បូងកណ្ដៀងមានកម្រិតភាពរឹង9 ចុចចំពោះភាពភ្លឺចែងចាំងរបស់ Spinel ឬក៏ត្បូងបុត្រមានកម្រិតខ្ពស់ចំណែកភាពភ្លឺចែងចាំងរបស់ត្បូងទទឹមនិងត្បូងកណ្ដៀងខ្ពស់ជាងបន្តិចចំណែកតម្លៃរបស់ត្បូងបុត្រ Spinel ថោកជាងតម្លៃរបស់ត្បូង Ruby ទទឹមនិង Sapphire ត្បូងកណ្ដៀងមានតម្លៃថ្លៃជាងចំណែកការរកឃើញដែលច្រើនជាងត្បូងបុត្រ Spinel គឺរកឃើញនៅក្នុងប្រទេសកម្ពុជាថៃស្រីលង្កាចំណែកការរកឃើញដែលច្រើនជាងរបស់ត្បូង Ruby ទទឹមឬ Sapphire កណ្ដៀងគឺរកឃើញនៅប្រទេសស្រីលង្កាមីយ៉ាន់ម៉ា Madagascar ហើយចំពោះការប្រើប្រាស់របស់វាត្បូងបុត្រ Spinel គឺមានការប្រើប្រាស់ជាគ្រឿងអលង្ការឬក៏គ្រឿងតុបតែងផ្សេងចំពោះត្បូង Ruby ឬយើងហៅថាទទឹមហើយនឹងត្បូងកណ្ដៀងដែលមានឈ្មោះថា Sapphire គឺគេប្រើប្រាស់ក្នុងគ្រឿងអលង្ការដែលថ្លៃត្បូងបុត្រគឺជាថ្មធម្មជាតិដែលមនុស្សជាច្រើនមានការភ័ន្តច្រឡំជាមួយនឹងត្បូង Ruby ព្រោះវាមានលក្ខណៈសឹងតែដូចគ្នាពិតកាលពីអតីតកាលម្ចាស់អាណាចក្ររបស់អង់គ្លេស Queen Elizabeth ទី2ក៏មានត្បូងក្រហមមួយដែលពេលក្រោយមកគេបានរកឃើញថាវាជា Spinel មិនមែនជា Ruby ទេយើងទៅមើលពីតម្លៃនិងសារៈសំខាន់របស់ត្បូងបុត្រត្បូងបុត្រគឺជាថ្មមានតម្លៃចាប់ពីមធ្យមទៅខ្ពស់
ស្របទៅតាមពណ៌និងតាមស្ថានភាពយ៉ាងដូចម្ដេចឧទាហរណ៍ដូចជាត្បូងនោះជារបស់ខ្សែរាជវង្សរបស់មន្ត្រីធំឬរបស់តារាល្បីៗជាដើមនិងយោងទៅតាមភាពស្អាតរបស់វាពណ៌ក្រហមនិងពណ៌ស្វាយជ្រៅមានតម្លៃខ្ពស់ជាងគេត្បូងប៊ុតថ្លាសាច់ស្អាតអាចមានតម្លៃស្មើឬជិតស្មើទៅនឹងតម្លៃរបស់រូប៊ីឬក៏ទទឹមមួយចំនួនត្បូងប៊ុតស្ពីណែលវាត្រូវបានគេចាត់ទុកថាជាថ្មនៃសេចក្តីស្រឡាញ់និងភាពរុងរឿងដូចជាថ្មអក្សរ Spinel of Passion ក្នុងអធិរាជអង់គ្លេសការសន្និដ្ឋានរបស់យើងគឺដូចនេះត្បូងប៊ុត Spinel គឺជាថ្មសម្រាប់គ្រឿងអលង្ការដ៏ស្រស់ស្អាតដែលមានរូបរាងស្រដៀងទៅនឹងរូប Ruby និង Sapphire ប៉ុន្តែវាមានតម្លៃសមរម្យជាងវាមានប្រភពនៅប្រទេសជាច្រើននៅលើពិភពលោកហើយបើវាមានប្រភពនៅប្រទេសកម្ពុជានិងថៃគេហៅវាថាត្បូងប៊ុតណាំថងហើយវាជាផ្នែកដ៏សំខាន់នៃគ្រឿងអលង្ការដ៏ពេញនិយមនៅអាស៊ីអាគ្នេយ៍អរគុណសម្រាប់ការតាមដានស្ដាប់និងទស្សនាសូមកុំភ្លេចជួយចុច Subscribe ផង